ភិក្ខីខាងថៃបានស្នើសុំពន្យាពេលម្ដងហើយម្ដងទៀតអំពីកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលយើងហៅកាត់ជាភាសាអង់គ្លេសថា GBC ដែលក្រុងនឹងរៀបចំធ្វើឡើងនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នេះនៅខេត្តសៀមរាបដោយភិក្ខីខាងថៃលើហេតុផលថារងចាំនីតិវិធីផ្ទៃក្នុងនេះបើតាមការចុះផ្សាយឬក៏បញ្យោងតាមសេចក្តីប្រកាសព័ត៌មានរបស់រដ្ឋលេខាធិការកិច្ចការព្រំដែនដែលចុះនៅថ្ងៃទី5ខែមករាឆ្នាំ2026នេះរដ្ឋលេខាធិការការដ្ឋានកិច្ចការព្រំដែនមានកិត្តិយសសូមជម្រាបជូនជនរួមជាតិនិងសាធារណជនជាតិនិងអន្តរជាតិទាំងអស់ឲ្យបានជ្រាបថាកិច្ចប្រជុំពិសេសរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោកដែលជាភាសាអង់គ្លេសហៅថា GBC នៃភាគីទាំងពីរដែលក្រុងនឹងរៀបចំឡើងនៅសប្តាហ៍ទី1នៃខែមករាឆ្នាំ2026នេះនៅខេត្តសៀមរាបតាមសំណើរបស់គណៈកម្មាធិការចម្រុះខណ្ឌសីមាព្រំដែនគោក GBC កម្ពុជាកាលពីថ្ងៃទី28ខែធ្នូឆ្នាំ2025កន្លងទៅត្រូវបានភិក្ខីខាងថៃស្នើសុំលើកពេលដោយលើហេតុផលរងចាំនីតិវិធីផ្ទៃក្នុងរបស់ពួកគេផងដែរគួរបញ្ជាក់ផងដែរថាកម្ពុជាបានស្នើសុំកិច្ចប្រជុំពិសេសរបស់គណៈកម្មការចម្រុះខណ្ឌសីមាព្រំដែនគោកដែលភាសាអង់គ្លេសហៅថា GBC ប៉ុន្តែអ្វីដែលកម្ពុជាទទួលបាននេះគឺភិក្ខីខាងថៃបានស្នើសុំពន្យាពេលបាទពន្យាពេលម្ដងហើយម្ដងទៀតហើយចុងក្រោយនេះគឺខាងភិក្ខីថៃគឺពន្យាពេលដោយលើហេតុផលថាចាំនីតិវិធីផ្ទៃក្នុងរបស់គេបាទបើយើងនិយាយពីល្បិចកិច្ចកលរបស់ថៃភិក្ខីខាងថៃនេះគឺមានច្រើនបាទដោយបងប្អូនដឹងហើយមួយរយៈពេលកន្លងមកតាំងពីមានបទឈប់បាញ់គ្នារវាងប្រទេសកម្ពុជានិងប្រទេសថៃមកគឺមានល្បិចកិច្ចកលច្រើនជាពិសេសគឺខ្មែរយើងបានដាក់សំណើសុំកិច្ចប្រជុំពិសេស GBC ប៉ុន្តែអ្វីដែលយើងទទួលបាននេះគឺភិក្ខីខាងថៃបាទគេបានដល់ហេតុផលថាគេសូមពន្យាពេលដោយសារលើហេតុផលថាចាំនីតិវិធីផ្ទៃក្នុងរបស់គេបាទចឹងបើសិនជាមានព័ត៌មានអីបន្ថែមខ្ញុំនឹងជូនដល់ពុកម៉ែបងប្អូនបន្ថែមទៀតផងដែរដើម្បីឲ្យដឹងឬក៏យល់ពីព័ត៌មានថ្មីបន្ថែមទៀតនេះ